បាទជួបគ្នាជាថ្មីជាមួយនឹងមេរៀនភាសា C របស់យើងថ្ងៃនេះផងដែរខ្ញុំនឹងលើកយកនៅចំណុចមួយចំនួនដើម្បីបង្ហាញអ្នកទាំងអស់គ្នាតែក្នុងនោះមានដូចជាការបញ្ចូលទិន្នន័យការបញ្ចេញទិន្នន័យមកវិញសញ្ញានៃប្រមាណវិធីនិងសញ្ញានៃការប្រៀបធៀបអញ្ចឹងចង់ដឹងថាសញ្ញាទាំងអស់ហ្នឹងមានអីខ្លះហើយនឹងរបៀបបញ្ចូលទិន្នន័យនិងបញ្ចេញទិន្នន័យមកវិញគេធ្វើបែបណាអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់នៅតែទៀតហ្នឹងអញ្ចឹងជាដំបូងយើងត្រូវការប្រកាសនៅ header file របស់វាសិនតោះមកយើងត្រូវមាន main function ដើម្បីក្តោបនៅទិន្នន័យទាំងអស់ហ្នឹងអញ្ចឹងអ្វីដែលខ្ញុំចង់បានគឺចង់ឲ្យគេបញ្ចូលនៅប្រភេទនៃភេសជ្ជៈចំនួននិងតម្លៃរបស់វាបន្ទាប់មកខ្ញុំនឹងឲ្យគេបញ្ចេញមកវិញទៅពេលដែលយើងបញ្ចូលហើយវានឹងបញ្ចេញទិន្នន័យទាំងអស់ហ្នឹងមកវិញអញ្ចឹងយើងធ្វើការប្រាប់គេមកថាហ្នឹងគឺជា input កន្លែងនេះយើងដាក់ /n មកដើម្បីឲ្យវាចុះមកក្រោមឲ្យវាស្រួលមើលកុំឲ្យវាញ៉ៃញ៉ៃបន្ទាប់មកយើងចង់ប្រកាស variable ឡើងនេះក៏បានយើងប្រកាសខាងលើក៏បានអញ្ចឹងខ្ញុំប្រកាសខាងលើមកកុំឲ្យវាញ៉ៃញ៉ៃអញ្ចឹងខ្ញុំប្រកាសinteger ជា qty ជាចំនួន qty ចំនួនមក price ខ្ញុំតាំងវាជា plot អាចវាជាទឹកប្រាក់អញ្ចឹងអាចជាដុល្លារឬក៏ខ្មែរអញ្ចឹងទៅអញ្ចឹងវាអាចជាទស្សភាគអញ្ចឹងតាំងវាជាទស្សភាគឲ្យមកណាមួយទស្សភាគហ្នឹងគឺអាចគិតបានដូចជាទាំងចំនួនគត់និងចំនួនទស្សភាគបើយើងតាំងវាជា integer អញ្ចឹង integer ហ្នឹងវាគិតបានតែជាចំនួនគត់ទេបើសិនជាវាចេញជាចំនួនទស្សភាគវាអត់ដើរទេអញ្ចឹងបើយើងតាំងវាជា float មកវាអាចបានទាំងចំនួនគត់ផងនិងជាចំនួនទស្សភាគផងអញ្ចឹងយើងតាំងវាជា price តមកគឺខ្ញុំតាំងឆា name ឆា name តមកយើងដាក់កន្លែងនេះអញ្ចឹងមានន័យថានៅពេលដែលយើងបើកគ្នាបសងខាងហើយយើងសេចំនួនចូលក្នុងហ្នឹងអញ្ចឹងចំនួននៅក្នុងហ្នឹងគឺជាចំនួនតួអក្សរ character ដែលយើងអាចសរសេរបានបើសិនជាយើងដាក់វា5ហើយយើងបញ្ចូលអក្សរចូលទៅលើសពី5ឬក៏ស្មើ5ហ្នឹងគឺវា error វាអត់ដើរទេអញ្ចឹងយើងបញ្ចូលវាឲ្យយ៉ាងណាឲ្យលើសមួយតួអក្សរនៃ character ដែលយើងចង់បញ្ចូលមូលហេតុដែលខ្ញុំអត់ឲ្យតម្លៃឲ្យគឺដោយសារតែយើងឲ្យជា input បើយើងឲ្យតម្លៃវាស្មើហើយអញ្ចឹងមានថាវាកាន់តម្លៃនឹងមួយហើយម៉ាស៊ីននឹងកាន់តម្លៃរបស់វាអញ្ចឹងយើងបាច់ចាំឲ្យវាកាន់តម្លៃណាមួយទេយើងចាំបញ្ចូលវានៅពេលក្រោយវិញអញ្ចឹងយើងឲ្យគេបញ្ចូលមកដំបូងគឺបញ្ចូលនៃឈ្មោះនៃផលិតផលអញ្ចឹងឲ្យគេ enter ឬក៏ input name អូ sorry កន្លែងនេះខ្ញុំភ្លេចដាក់នេះ name តមកយើងប្រើអនុគម scan ទីទៀតទៅកន្លែង name ហ្នឹងគឺគេអត់ប្រើនៅអនុគម scan ទេដោយសារតែអនុគម scan ហ្នឹងពេលខ្លះបើសិនជាយើងបញ្ចូលនៅតួអក្សរច្រើនវានឹង error ឬក៏យើងដក clear ទៅគឺវានឹង error ហើយគេប្រើអនុគម get អញ្ចឹងទីទៀតចាំខ្ញុំនឹងប្រាប់ថាអនុគម get ហ្នឹងប្រើរបៀបម៉េចអញ្ចឹង scan ដោយសារវាជាតួអក្សរច្រើនអញ្ចឹងយើងប្រើភាគរយ s n sorry name បន្តមកទៀតយើងឲ្យគេបញ្ចូលនៅចំនួនថាគេទិញប្រមាណអញ្ចឹងទៅអញ្ចឹងចំនួន enter ឬក៏ input price ចឹងឲ្យគេបញ្ចូលចំនួនមកចឹងដោយសារតែវាគឺជាចំនួនទស្សភាគអញ្ចឹងវាជាភាគរយ f ចំណាំកន្លែងហ្នឹងខ្ញុំបានប្រាប់ម្ដងហើយថានៅពេលដែលយើង input យើងអត់ចាំបាច់ភាគរយចុចនៅចំនួនណាដែលយើងចង់បានដោយសារថានៅពេលដែល input គឺតម្លៃកន្ទុយពីក្រោយហ្នឹងគឺយើងជាអ្នកបញ្ចូលបើសិនជា output ចាំយើងកំណត់ថានៅខាងក្រោយក្បៀសហ្នឹងយើងយកប្រមាណខ្ទង់អញ្ចឹងវា price មកគឺ
ពេលដែលយើងបញ្ចូលតម្លៃហើយយើងនឹងបញ្ចូលចំនួនម្ដងអាពីរហ្នឹងយើងបញ្ចូលណាមុនក៏បានដែរអីតែពីសរសេរខុសអញ្ចឹងចុងក្រោយគឺ enter quality Qtify គឺជាចំនួនអញ្ចឹង scan ដោយសារតែចំនួនហ្នឹងវាអាចជាចំនួនទស្សភាពបានឯ1កន្លះឬក៏2កន្លះទេអញ្ចឹងវាជាចំនួនគត់អញ្ចឹងដាក់ភាគរយ D ដោយសារវាជា integer Qtify អញ្ចឹងនៅពេលដែលគេបញ្ចូលហើយអស់យើងចង់ឲ្យវាចេញមកវិញតែយើងត្រូវសរសេរបែបម៉េចឲ្យវាចេញមកវិញអញ្ចឹងបោះគេថានេះគឺជា output យើងដាក់ /n មួយមកដើម្បីឲ្យវា enter ចុះមកក្រោមអញ្ចឹងនៅពេលដែលយើងចង់ output អ្វីមួយចេញមកវិញយើងត្រូវដឹងអំពីការប្រកាសវាខាងលើនិងតម្លៃដែលយើងបញ្ចូលអញ្ចឹងដើម្បីបញ្ចេញមកវិញបានយើងប្រើតែអនុគមមួយទេគឺអនុគម print អញ្ចឹងនៅក្នុងdouble quote នេះគឺយើងចង់សរសេរក៏បានដែរយើងដាក់មកdoubleមកគឺជា name of product យើងដាក់តែ name មកប៉ុន្តែកន្លែងនេះអ្វីដែលសំខាន់គឺយើងដឹងថាប្រភេទដែលយើងតាំងនឹងគឺជាអីអញ្ចឹងvariable របស់ name ហ្នឹងគឺជាឆាហើយឆាគឺឆាច្រើនតួអញ្ចឹងបើសិនជាវាជាឆាច្រើនតួយើងត្រូវធ្វើបែបម៉េចហើយសរសេរបែបម៉េចដើម្បីឲ្យវាចេញអញ្ចឹងដោយសារតែ name របស់យើងហ្នឹងការបង្កើត variable វាគឺជាប្រភេទឆាហើយមានច្រើនតួអញ្ចឹងឆាច្រើនតួគឺភាគរយរបស់វាគឺជាភាគរយ s តែកំណត់ថាវាអាចដាក់បានច្រើនទៅអញ្ចឹងកន្លែងនេះយើងដាក់ភាគរយ s មកកន្លែងនេះគឺជាការកំណត់ថាភាគរយ s ហ្នឹងគឺជាបោះនៃ variable មួយណានេះអញ្ចឹងពេលយើងបង្កើតវាគឺយើងដាក់ថា name ហើយគ្នាបលេខ10ក្នុងហ្នឹងប៉ុន្តែនៅពេលដែលយើងយកវា output ចេញមកក្រៅវិញយើងមិនចាំបាច់ដាក់គ្នាបឲ្យលេខ10ហ្នឹងមកវិញទេយើងគ្រាន់តែដាក់ name គឺវានឹងចាប់បានតម្លៃដែលយើងinput នេះ input កន្លែងនេះគឺ name នេះការបញ្ចូលតម្លៃកន្លែងហ្នឹងគឺបញ្ចូលតម្លៃឲ្យ name អញ្ចឹង name ហ្នឹងវាកាន់តម្លៃនៅក្នុង memory ហើយអញ្ចឹងនៅពេលដែលយើងចង់ឲ្យវាចេញមកវិញយើងគ្រាន់តែដាក់ name កន្លែងនេះទៅបញ្ជាក់ថាទិន្នន័យរបស់ភាគរយ s នេះគឺជាទិន្នន័យរបស់ name ដែលយើងបានបញ្ចូលខាងលើហើយអញ្ចឹងវានឹងបោះតម្លៃមកហ្នឹងបោះតម្លៃរបស់ name ហ្នឹងមកលើ monitor screen របស់យើងអញ្ចឹងសម្រាប់ផ្សេងៗទៀតដូចគ្នាអញ្ចឹងតមកគឺ price ដោយសារតែយើងតាំងវាជា float ហើយកន្លែងហ្នឹងគឺខ្ញុំចង់ឲ្យវាចេញត្រឹមតែ2ខ្ទង់ទេទស្សនវិជ្ជាខាងក្រោយ price តមកទៀតគឺខ្ញុំឲ្យវាបញ្ចេញនៅចំនួនQtify តើវាស្មើគ្នាមកស្រួលមើលអញ្ចឹងយើងតាំងវាជា integer អញ្ចឹងយើងប្រើវាជាភាគរយ D integer នៃ Qtify អូកន្លែងនេះខ្ញុំផ្លេចមួយទៀតគឺយើងប្រកាសនៅ total នៅពេលដែលយើងទិញហើយយើងមកកត់យើងមាន total ហើយអញ្ចឹង total ហ្នឹងវាជា float ដែរដូចអីនៅពេលដែលយើងទិញហើយយើងប្រកាសជាចង់ដឹងថាយើងទូទាត់អស់ប្រមាណហើយអញ្ចឹងយើងដាក់ប្រកាសមួយទៀតមកគឺ total ហើយខ្ញុំដាក់កន្លែងនេះមកគឺ total ស្មើជាមួយនឹងQtify គុណជាមួយនឹង price អញ្ចឹងនៅពេលដែលយើង input ហើយយើងប្រកាសជាមាន Qtify ជាមួយនឹង price អញ្ចឹងតម្លៃក៏ដឹងចំនួនក៏ដឹងអញ្ចឹងនៅពេលដែលវាបានហើយយកមកគុណហើយអាតម្លៃទាំងអស់ហ្នឹងគឺបានផ្ទុកនៅក្នុង total អញ្ចឹង memory របស់ total ហ្នឹងនឹងកាន់យកតម្លៃទាំងអស់ហ្នឹងហើយ
វា store នៅតម្លៃទាំងអស់ហ្នឹងអញ្ចឹងកន្លែងនេះយើងបោះតម្លៃវាចេញមកក្រៅដូចគ្នាមក print total ហ្នឹងដោយសារយើងតាំងវាជា float ហើយខ្ញុំចង់បានខាងក្រោយវាពីរខ្ទង់ដូចគ្នា total អូកន្លែងនេះខ្ញុំទៅសេខុសតិចអូអញ្ចឹងខ្ញុំចង់ឲ្យវាដក enter ចុះមកក្រោមយើងប្រើ /n ទាំងអស់មកដើម្បីឲ្យវាងាយមើលខាងក្រោយនេះអត់ប្រើក៏បានដែរដោយសារតែវាចុងក្រោយគេហើយអញ្ចឹងយើងសាក run យើងឃើញថាអត់មានអី error ទេតែមកយើង compile អត់មាន error តែមកយើង run តែមកយើងបញ្ចូលទីមួយមកខុកកូកាជាមួយនឹងតម្លៃ0.50 2000 រៀលជាមួយនឹងចំនួន6កំប៉ុងអញ្ចឹងនេះគឺណែមកវាគឺខុកកូកាហើយក្នុងមួយកំប៉ុងគឺស្មើនឹង50សេន2000រៀលចំនួន6កំប៉ុងអញ្ចឹងវាស្មើនឹង$3កន្លែងនេះយើងចង់ឲ្យវាស្អាតជាងហ្នឹងយើងអាចថែមបាននេះកន្លែង price នេះជើងដាក់មកដុល្លារនេះកន្លែងនេះដាក់ដុល្លារដែរមកអូខេយើងទៅ compile ហើយ run យើងវាយវាម្ដងទៀតខុកដដែល price 2000ដដែលហើយជាមួយនឹងអូខេអូមិនទៅជាអញ្ចឹងទៅបន្តិចអូ sorry ដោយសារតែខ្ញុំដាក់វាខាងក្រោយ /n នេះដាក់នៅកន្លែងនេះវិញហើយនឹងកន្លែងនេះវិញកន្លែងនេះតោះមកយើង compile ឲ្យ run យកមកទៅខុកដដែលជាមួយនឹងតម្លៃ total ចំនួនដដែលអញ្ចឹងនេះគឺនៅក្នុងមួយកំប៉ុងវាស្មើនឹង2000រៀលចំនួន6កំប៉ុងហើយនឹងតម្លៃសរុបទាំងអស់គឺអស់$3អូខេកន្លែងហ្នឹងនេះគឺជាការ input និង output input ត្រឹមនេះនិង output បន្តមកទៀតយើងត្រូវដឹងអំពី arithmetic operator អញ្ចឹងសញ្ញានៃប្រមាណវិធីថាសញ្ញានៃប្រមាណវិធីហ្នឹងវាមានអីខ្លះអញ្ចឹងយើងមកដឹងទាំងអស់គ្នាថាសញ្ញានៃប្រមាណវិធីហ្នឹងមានអីខ្លះវាដូចជាប្រមាណវិធីទូទៅដែរមានដូចជាសញ្ញាបូកសញ្ញាដកគុណនិងចែកអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាដែលដំបូងគឺជាសញ្ញាបូកសញ្ញាដកគុណចែកនិងចែកយកសំណល់ចឹងយើងមកមើលពីសញ្ញារបស់វាថានៅក្នុងកុំព្យូទ័រយើងទៅសេបែបម៉េចអញ្ចឹងសញ្ញាបូកគឺដូចជាមួយនឹងយើងនៅខាងក្រៅដែរទេដកដូចគ្នាសញ្ញាគុណគឺយើងប្រើផ្កាយនេះហើយសញ្ញាចែកយើងប្រើslash ចំណែកឯសញ្ញាចែកយកសំណល់នេះគឺជាភាគរយអញ្ចឹងខ្ញុំនឹងលើខាងនេះអ្នកនេះប្រកាសជាដឹងហើយថាសញ្ញាបូកនឹងម៉េចដកនឹងម៉េចគុណនឹងម៉េចអញ្ចឹងខ្ញុំនឹងបង្ហាញពីភាពខុសគ្នារវាងចែកនិងចែកយកសំណល់ចឹងបែបខ្ញុំលុបនេះសិនអញ្ចឹងចែកសញ្ញាចែកsorry វានៅជាប់អូខេសញ្ញាចែកអញ្ចឹងសញ្ញាចែកហ្នឹងយើងប្រើ slash អញ្ចឹងការចែកឧទាហរណ៍ខ្ញុំចែក5ចែកជាមួយនឹង2សេជាអង់គ្លេសមកទៅលឿន5ចែកជាមួយនឹង2អញ្ចឹងតម្លៃដែលវាបោះឲ្យគឺបានត្រឹមតែ2ទេប៉ុន្តែបើសិនជាចែកយកសំណល់វិញកន្លែងនេះគឺចែកយកសំណល់
បើសិនបើកន្លែងចែកយកសំណល់នេះវិញគឺខុសគ្នាត្រង់ថាបើសិនបើជា5ចែកជាមួយនឹង2ចម្លើយដែលឃើញគឺ1អញ្ចឹងនេះជាភាពខុសគ្នារវាងការចែកនិងចែកជាសំណល់គឺសញ្ញានេះគឺជាសញ្ញាចែកហើយសញ្ញាភាគរយនេះគឺជាការចែកយកសំណល់អញ្ចឹងបើសិនជា5ចែកឲ្យ2យើងបង្កើតជាបាន2ហើយសល់សំណល់1ហើយអាកន្លែងនេះគឺ5ចែក2ចម្លើយវា2ហើយអញ្ចឹងវាយកតែសំណល់ទេចម្លើយដែលវាបោះចេញមកគឺ2គឺចែកយកសំណល់បើសិនជាយើងចង់បានសំណល់អីយើងប្រើសញ្ញានេះសញ្ញាភាគរយបើយើងចង់ចែកយកចម្លើយយើងប្រើសញ្ញា slash ទេបន្តមកទៀតយើងមកដឹងអំពីសញ្ញាប្រៀបធៀប comparing operator comparison operator ការប្រៀបធៀបសញ្ញានៃការប្រៀបធៀបអញ្ចឹងសញ្ញានៃការប្រៀបធៀបមានន័យខ្លះអញ្ចឹងទី1គឺសញ្ញាស្មើនេះគឺជាសញ្ញាស្មើគឺសរសេរ2ដងចេះគឺជាសញ្ញាស្មើការសញ្ញាសរសេរ2ដងនេះគឺជាសញ្ញាស្មើខុស2ចេះបើសិនជាសរសេរតែម្ដងហ្នឹងវាមិនមែនជាសញ្ញាស្មើទេនៅខាងក្រៅក្នុងការកណនលេខយើងសរសេរតែម្ដងហ្នឹងគឺជាសញ្ញាស្មើប៉ុន្តែនៅក្នុង programming C ការសរសេរតែម្ដងហ្នឹងគឺមានន័យថាការផ្ទេរតម្លៃបែបម៉េចឧទាហរណ៍ថានៅក្នុង program របស់យើងខ្ញុំប្រកាសថា integer a នេះវាស្មើនឹង5ហើយបន្តមកទៀតគឺខ្ញុំអត់ប្រកាសតម្លៃរបស់ b ខ្ញុំអត់ឲ្យ b ស្មើប្រហែលនេះគឺខ្ញុំឲ្យតែ b ទៅទេប៉ុន្តែនៅពេលដែលយើងទៅសេមកដល់កន្លែងខាងក្រោមមកទៀតយើងដាក់ b ស្មើនឹង a អញ្ចឹងមានន័យថាកន្លែងហ្នឹងគឺ a ហ្នឹងឈប់កាន់តម្លៃមានថា a ហ្នឹងឈប់កាន់តម្លៃលេខ5ហើយគឺ a ហ្នឹងមកកាន់តម្លៃរបស់ b វិញកន្លែងនេះខ្ញុំឲ្យទៅវាស្រួលយល់គឺកាន់តម្លៃ2ទៅអញ្ចឹងកន្លែង a ហ្នឹងគឺវាឈប់កាន់តម្លៃលេខ5ហើយគឺតម្លៃលេខ5ហ្នឹងគឺបានផ្ទេរមកឲ្យ b អញ្ចឹងសញ្ញានេះគឺជាសញ្ញាផ្ទេរតម្លៃអញ្ចឹងបើសិនជាដាក់បែបនេះ a នឹងផ្ទេរតម្លៃរបស់វាទាំងអស់ទៅឲ្យ b ហើយ b យើងទៅសេថា a b យ៉ាងវិញអញ្ចឹងមានន័យថាតម្លៃរបស់ b នេះដែល2នេះកាន់2នេះវានឹងផ្ទេរតម្លៃមកឲ្យ a វិញអញ្ចឹងខ្ញុំឧទាហរណ៍ឡើងនឹងតិចអញ្ចឹងខ្ញុំតាំងវាជា integer a ស្មើជាមួយនឹង10 integer b ស្មើជាមួយនឹង20តមកគឺខ្ញុំប្រាប់គេថា a ស្មើជាមួយនឹងតម្លៃb a ស្មើ b ហើយនឹង b ស្មើ a sorry តោះខ្ញុំផ្ទេរខ្ញុំនឹងវាចេញមកក្រៅ values sorry of a ហើយសញ្ញាស្មើអញ្ចឹងវាជា integer ភាគរយ d ហើយនៃ a ខាងលើដូចគ្នាអញ្ចឹងខ្ញុំ copy វាមកខ្ញុំ copy វាយើងដូរអានេះទៅជា b វិញមកហើយអានេះគឺជា b ដូចគ្នាខ្ញុំសាក់ compile ហើយ run តម្លៃដែលយើងដាក់ឲ្យវាដំបូងគឺ a ស្មើ10 b ស្មើ20ប៉ុន្តែនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរវាបែបហ្នឹងហើយតម្លៃរបស់វានឹងផ្ទេរចេញទាំងអស់អញ្ចឹងហើយតម្លៃដែល a កន្លែងនេះគឺវានឹងកាន់តម្លៃ20 b គឺកាន់តម្លៃ20ដូចគ្នាអូខេអូកន្លែងហ្នឹងខ្ញុំច្រឡំត្រូវតែមានអីសម្រាប់កាន់តម្លៃវាមួយទៀតអញ្ចឹងខ្ញុំតាំងវាទៅជា integer t time អញ្ចឹងវា time ដើម្បីកាន់តម្លៃអញ្ចឹងដំបូងគឺខ្ញុំចង់ឲ្យ
A នេះឲ្យ time នេះកាន់តម្លៃរបស់ A គឺដើម្បីផ្ទេរតម្លៃគឺដើម្បីយកអីមួយទៀតសម្រាប់ផ្ទេរតម្លៃដូចជាយើងការផ្ទេរទឹកពីកែវមួយទៅកែវមួយចឹងអញ្ចឹងដើម្បីផ្ទេរពីកែវមួយទៅកែវមួយបានយើងប្រកាសជាមានកែវទទេមួយសម្រាប់ត្រងទឹកក្នុងកែវ A ហើយចាក់ទឹកកែវ B ចូលកែវ A ហើយយកអាកែវដែលបំរុងហ្នឹងចាក់ចូលក្នុងកែវ A វិញអញ្ចឹងយើងឲ្យ time ហ្នឹងកាន់តម្លៃនៃ A បន្ទាប់មកឲ្យ A ហ្នឹងគឺកាន់តម្លៃនៃ B ម្ដងកាន់តម្លៃ B បន្ទាប់មក B ហ្នឹងគឺទទួលតម្លៃពី time sorry តោះមកយើងទៅ compile ហើយ run sorry អ្នកនេះខ្ញុំដាក់កន្លែងនេះមួយឲ្យវាចុះមកក្រោមនេះអ្នកឃើញវាបដូរតម្លៃគ្នាអញ្ចឹងសញ្ញាមួយហ្នឹងគឺមិនមែនជាសញ្ញាស្មើទេគឺវាជាសញ្ញាផ្ទេរតម្លៃគឺផ្ទេរតម្លៃពីស្ដាំមកឆ្វេងអញ្ចឹងដំបូងគឺខ្ញុំឲ្យ A នេះឲ្យ time នេះកាន់តម្លៃ A គឺពេលហ្នឹងគឺ time វាមានតម្លៃស្មើ10បន្ទាប់មកគឺខ្ញុំឲ្យ A ហ្នឹងគឺ A ហ្នឹងលែងមានតម្លៃទាំងអស់ហើយដោយសារតែតម្លៃរបស់វាគឺផ្ទេរមក time បន្ទាប់មកខ្ញុំឲ្យ B ផ្ទេរតម្លៃមកឲ្យ A អញ្ចឹង B ពេលហ្នឹងគឺវាកាន់តម្លៃ20វាត្រូវបានផ្ទេរមកឲ្យ A ហើយ A ពេលហ្នឹងគឺកាន់តម្លៃ20អញ្ចឹង time 10 A 20បន្ទាប់មក B នេះគឺមកកាន់តម្លៃរបស់ time ម្ដងអញ្ចឹង time កន្លែងហ្នឹងគឺមានតម្លៃ10ត្រូវបានផ្ទេរមកឲ្យ B អញ្ចឹង B កន្លែងហ្នឹងគឺកាន់តម្លៃ10អញ្ចឹងដំបូងយើងឲ្យ A 10 B 20ដល់ពេលយើងធ្វើការផ្លាស់ប្ដូរចុះឡើងទៅ A នោះមកកាន់តម្លៃ20ហើយ B មកកាន់តម្លៃ10វិញដូចដែលយើង compile ហើយ run អញ្ចឹងនេះអញ្ចឹងសញ្ញាមួយហ្នឹងគឺជាសញ្ញាផ្ទេរតម្លៃអញ្ចឹងសម្រាប់សញ្ញាមួយនេះគឺជាសញ្ញាផ្ទេរតម្លៃទេនេះអញ្ចឹងចូលដល់សញ្ញា compare ទី2សញ្ញា compare ទី2គឺសញ្ញាមិនស្មើសញ្ញា2សរសេរ2ដងចេះគឺសញ្ញាស្មើនៅពេលដែលសរសេរសញ្ញាឧទានហើយដាក់សញ្ញានេះគឺវាជាសញ្ញាមិនស្មើខុសពីដែលសញ្ញាផ្ទុយពីអញ្ចឹងណា sorry កន្លែងនេះគឺសញ្ញាមិនស្មើតបមកទៀតមានសញ្ញាដូចជាសញ្ញាធំជាងសញ្ញាតូចជាងសញ្ញាធំជាងឬស្មើកន្លែងនេះគឺសញ្ញាធំជាងឬស្មើបើយើងសញ្ញាធំជាងហើយសញ្ញាស្មើគឺជាសញ្ញាធំជាងឬស្មើនេះគឺសញ្ញាតូចជាងឬស្មើដូចគ្នាអញ្ចឹងខ្ញុំឧទាហរណ៍កន្លែងនេះបន្តិចនេះកន្លែងនេះបើសិនជាសញ្ញាធំជាងសញ្ញាធំជាងអញ្ចឹង5ធំជាង3អញ្ចឹងវាប្រកាសជាពិតហើយ5ធំជាង3វាពិតប៉ុន្តែបើសិនជា5តូចជាង3អញ្ចឹងកន្លែងហ្នឹងគឺ false អត់ពិតទេមូលហេតុដែលខ្ញុំប្រាប់កន្លែងហ្នឹងគឺដោយសារតែសញ្ញាទាំងអស់ហ្នឹងគឺនឹងពាក់ព័ន្ធជាមួយនឹងចំណុចមួយគឺលក្ខខណ្ឌ if else ហើយនឹងទៅមុខទៀតគឺការកំណត់ចំនួនពិតឬក៏ចំនួនមិនពិតគឺយើងត្រូវប្រើសញ្ញាទាំងអស់ហ្នឹងហើយដើម្បីយកទៅកំណត់លក្ខខណ្ឌក្នុងការសរសេរកូដរបស់យើងកន្លែងនេះគឺខ្ញុំនឹងលើកឧទាហរណ៍អំពីសញ្ញាទាំងអស់ហ្នឹងថាតើវាពាក់ព័ន្ធយ៉ាងម៉េចនៅក្នុងការសរសេរកូដដោយខ្ញុំលើកបានលើកឡើងមុនហ្នឹងថាវាពាក់ព័ន្ធជាមួយនឹងការកំណត់លក្ខខណ្ឌ if else ទៅយើងខ្ញុំនឹងវាអត់ចូលដល់ចំណុចហ្នឹងទេប៉ុន្តែខ្ញុំនឹងប្រាប់អ្នកនរគ្នាមុនថាវាពាក់ព័ន្ធបែបម៉េចអញ្ចឹងខ្ញុំលើកលក្ខខណ្ឌមួយគឺលក្ខខណ្ឌ if អញ្ចឹងតាំង integer ដែលមើល integer ដែលនៃតម្លៃ2គឺ a និង b
Chẳng này là cái mình chấp bạch qua tha hạt ấy ban vì tranh chẳng đấy cứ ở toàn đo cho nó này về là đo cho nó nắng nhom nắng phẹp và tham tiệt nên không còn tại chỉ ti ho muối đầm bay ví dụ là thì tha sinh nhà từng nắng việc vẽ pón chỉ môi nên cà phê thiệp bài mạch chẳng nhom ao kia bị cho nên tầm lại thằng pi nắng chẳng nhom ra cùng print scan tài máu thay vì chuyện thì chớ rồi đi anh nếu đó này complex đã sinh nhà any phóng nó về đại diện đã sinh nhà nó cứ họ ai chạp giờ đặt lại được thằng bàn này cứ trời là miền lạch hạt thở đầm lại bí chẳng phải rồi đi đi khía cầm má án bị chẳng đo cái này là việc vẽ pòn ấy chẳng nhầm pra nó cũng ít mùi chẳng percent mà đầm lại thằng pi nắng việc smile thế này é smile thằng bi percent bà e việc smile thằng bi smile nó dừng cùng toán được tục hỏi đó e tôi chừng bi chẳng percent bà chỉ e thông chừng bì giống chân ơi vì lột xa chạm môi thá nè vậy là dân chân bán lại nè cứ dân ra nhà nắng hơi cầm nó lại khán đời ca vào chỗ lệ chẳng bà sinh gì e tôi những biết giống bây giờ phải kia thá a is bigger than b chẳng bà sinh gì thông chiến nhưng ai vì bị chạy thá vì thông chiến phần tay bà sân chỉ vì ở thông chiêng tê vì tôi chiêng mình vì thông chiêng chẳng nhầm phở L chắc L chẳng mấy tha L cứ giờ làm lại để tôi bị lạc han tì mùi chẳng bà sân chỉ lạc han tì mùi nắng vì thông chiêng chẳng L cứ tôi chiêng được mà chẳng lại nếu nhầm thờ cũng nó bày lạc han nhầm thờ phá ít mùi tiệt ít ấy tôi chừng bìm đó sorry tôi chừng bìm đó chẳng bà sân chỉ em tôi chừng bí nhầm nặng bỏ hầm lại 30 sec mùi phép cái thá em cứ tôi chừng bí chẳng đảm á é is smaller đại chế tức sorry cái đại gia quanh tới vui sai gì trong bàn lại thông chiến như thế b is bigger đây tới bigger là gì vậy then ê chẳng nào trao quanh tao má cứ đặt lại trong cái này cứ ra l là t đấy chẳng l hay admin if cái lại nó cứ mình ha tôi dầm pi ê tổ chiến năng tôi dầm pi ê thông chiến chẳng mình ha so tập lại muối cứ s mà bị chẳng những 30 sec mùi gặp kì thá sorry đấy mà bị đã dần tới lươn okay. Chẳng những xạ rắn compile run ok wait flex này là bị những hơi chẳng những xạ cho đầm lại ấy nhưng ói biết pram chỉ môi nắng phì này cứ e pram bí phì chẳng là vì dương mơ tập 4 lấy bằng nắng dương đắng hay tha mùi nào thông chiến cứ pram thông chiến này pram thông chiến vì châu lạc ham mới nè cứ lạc hán tí mùi ấy thông những bì chẳng nó về đà e thông những bí lạc han là vì quan lại nắng cứ dương bom mi xây vào cái tháp a is bigger than b thì a is bigger than b thờ chắc bà e tôi chiên vậy tránh mọi pram chưa mùi năng mùi chẳng mình luôn phải thá b is bigger than a vậy chắc bây giờ ơi smart này cứ pram chỉ mùi năng pram này cứ viêm phèo thá a cứ smart b chẳng lại ní bà sinh chỉ dân tôi sẽ bị chỉ lạc hành đập 4 lại nó cứ dân vợ if é
ស្មើនឹង b យើងត្រូវដាក់សេពីរតងអញ្ចឹងมันយើងអាចនិយាយថាវាស្មើបើយើងដាក់តែម្ដងទេគឺវាផ្ទេរតម្លៃឯសញ្ញាហ្នឹងអញ្ចឹងសម្រាប់ការបង្ហាញទាំងអស់ហ្នឹងគឺត្រូវបានបញ្ចប់ហើយខ្ញុំក៏អត់មានអីនិយាយច្រើនទៀតដែរជួបគ្នានៅវីដេអូក្រោយហើយខ្ញុំសូមបញ្ជាក់ថាខ្ញុំក៏មិនមែនជា professional ទៅលើភាសាមួយនឹងដែរអ្វីដែលខ្ញុំយកមកបង្ហាញដល់អ្នកគ្នាគ្រាន់តែជាចំណេះដឹងដែលខ្ញុំបានដឹងហើយអ្វីដែលខ្ញុំបានស្រាវជ្រាវហើយខ្ញុំធ្វើវាដោយការចង់ធ្វើចង់ចែកជូននៅចំណេះដឹងរបស់ហ្នឹងឲ្យទៅអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នានឹងយោគយល់ទៅលើចំណុចខ្វះខាតឬក៏ចំណុចណាមួយដែលមានកំហុសខុសឆ្គងដែលខ្ញុំអត់មានចេតនាដែលធ្វើវាទេវាជាកំហុសដែលអចេតនាអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយោគយល់ជួបគ្នានៅវីដេអូក្រោយ